ជំរាបសួរសួស្តីប្រិមត្តទាំងឡាយតែជាទាំងឆ្ងាយតែថ្មីទាំងចារឿងអូនចៅសំណាប់ចិត្តនៅថ្ងៃនេះគឺបានចូលមកដល់ភាគទី3ដូច្នេះហើយកុំឲ្យបងអូនខាតពេលយូរតទៀតចូលមកតាមដានទស្សនាជាមួយម្នាក់មិញថ្ងៃនេះទាំងអស់គ្នាកាលពីចុងភាគមុនណាដូចយើងបានដឹងអញ្ចឹងបរិយាចបុត្របានមកជួបនឹងអូនចៅខំតែភ័យស្មានតែថាព្រះអង្គហ្នឹងបានដឹងទៅហើយថានាងគឺជាគិលដងប៉ុន្តែការពិតទៅព្រះអង្គបានដឹងផងហើយអូនចៅក៏បាននឹកឃើញទៀតថាអូបែបជាគេបានឃើញខិតតបានដែលខ្ញុំអាចទៅសេបការរកគេនឹងទេដឹងសង្ស័យមកពីអញ្ចឹងហ្មងបានជាគេនឹងមករកខ្ញុំយ៉ាងដូចនេះឥឡូវខ្ញុំកុំធ្វើភ័យមើលខ្ញុំត្រូវធ្វើធម្មតាទៅបានហើយដើម្បីតែកុំឲ្យគេនឹងមានការសង្ស័យអីច្រើនបន្ទាប់មកអូនចោក៏បានបែរមុខមកនិយាយគ្នាជាមួយនឹងបរិយាចបុត្រហើយនាងក៏ធ្វើជាភ្ញាក់ផ្អើលអញ្ចឹងណាលក្ខណៈដូចជានាងតែបានឃើញមុខរបស់ព្រះអង្គអញ្ចឹងនាងក៏ថែមទាំងនិយាយទៀតថាអូគឺជាលោកសាបរិយាចបុត្រក៏មានបន្ទូលវិញនាងមានប្រតិកម្មមកខកមើលដល់ហើយមុននឹងធ្វើដូចជាមិនស្គាល់ខ្ញុំសោះអូនចៅក៏បានបកស្រាយប្រាប់មានណាលោកគិតថាខ្ញុំនឹងមិនធ្វើពុតជាមិនស្គាល់លោកគឺមកពីមេចអាងឹតពេកអញ្ចឹងហើយទើបខ្ញុំមើលមិនដឹងបរិយាចបុត្រក៏មានបន្ទូលបកវិញយប់នេះព្រះច័ន្ទរះពេញវងភ្លឺល្អណាស់អូនចៅក៏រលេះមកនិយាយទៀតអូមែនតើព្រះច័ន្ទភ្លឺមែនប៉ុន្តែពេលដែលលោកដើរចូលមកហ្នឹងខ្ញុំក៏បែរខ្នងវឹបបាត់ហើយម្យ៉ាងវិញទៀតវាយកបៃដែលមនុស្សប្រុសហើយនិងមនុស្សស្រីជួបនិយាយគ្នាអញ្ចឹងបរិយាចបុត្រក៏មានបន្ទូលតទៀតអូអញ្ចឹងចង់កាលនៅយប់នោះគឺចង់សំដៅពេលដែលអូនចូលហ្នឹងរត់មកថាបនឹងព្រះអង្គពេលហ្នឹងមិនវិញចាហើយព្រះអង្គមិនបានប្រកាន់អ្វីច្រើនទេរីឯអូនចូលឯនេះវិញក៏បាននិយាយពាក្យសុំទៅបើសិនជាព្រះអង្គហ្នឹងចង់ប្តឹងនាងមិនជានាងគឺយល់ព្រមទទួលភ្លាមហ្នឹងដែរអូនចូលក៏បានឃើញដៃរបស់ព្រះអង្គមានរបួងនាងក៏បានចាប់ព្រះអង្គហ្នឹងយកមកលាងរបួសឲ្យមួយសិនហើយដើម្បីកុំឲ្យស្ងាត់បរិយាកាសអូនចូលហ្នឹងក៏បានសួរព្រះអង្គថាថៃបានដៃហ្នឹងមានរបួសបែបនេះបរិយាចបុត្រក៏ឆ្លើយតបព្រួញបានហោះមកបញ្ឆិតត្រូវដៃខ្ញុំអូនចូលនាងក៏សួរដេញមកត្រូវព្រួញស្អីទាំងយប់ស្មោះហ្នឹងបរិយាចបុត្រហ្នឹងក៏មានបន្ទូលតបខ្ញុំបានជួយឲ្យមនុស្សម្នាក់បានរត់គេចយប់ស្ងាត់ល្អបែបនេះវាហាក់ដូចជាគេម្នាក់នោះរត់គេចយ៉ាងមានសុវត្ថិភាពហើយអូនចូលលើបែបនេះនាងក៏គិតថាអញ្ចឹងខ្ញុំយល់ខុសទៅលើគេអញ្ចឹងគេមិនបានចង់ដាក់អន្ទាក់ខ្ញុំអីផងការពិតទៅគឺគេចង់ជួយខ្ញុំមែនរបួសនេះប្រហែលជាដោយសារតែជួយខ្ញុំទៀតផងមកទៅនោះបន្ទាប់ពីគិតអញ្ចឹងហើយអូនចូលក៏និយាយថាបើទោះបីជាខ្ញុំមិនបានដឹងរឿងពេញក៏ដោយចុះប៉ុន្តែម្នាក់ដែលលោកបានជួយច្បាស់ជាដឹងគុណលោកជាមិនខានទេហើយនិយាយអញ្ចឹងរបស់លោកអត់ជ្រៅទេតែលោកត្រូវតែជួបពេទ្យនៅថ្ងៃស្អែកនេះជាបន្ថែមទៀតនៅទីនេះគឺមិនមានថ្នាំច្រើនមកឡើយដូច្នេះខ្ញុំមិនអាចចេះតែប្រើថ្នាំតែផ្ដាស់ដោយសារតែចិត្តល្អបានទេបន្ទាប់ពីនឹងទៀតមកពេលដែលពរាជបុត្របានរំរបួសអីរួចហើយព្រះអង្គក៏បានយាងចេញមកវិញហើយព្រះអង្គក៏បានជួបជាមួយនឹងអង្គរៈរបស់ព្រះអង្គល្មមរីឯសេនាឯទៀតវិញក៏បានមកឃើញព្រះអង្គដូចគ្នាដែរមុននឹងពួកគេខំតាមរកព្រះអង្គសង្ស្លាប់ទៅហើយឥឡូវយើងក៏លេចមកកាន់អូនចូលវិញនាងក៏បានដើរចេញពីមន្ទីរពេទ្យដូចគ្នាតែនាងក៏បានដើរតម្រង់ទៅកាន់ផ្ទះរបស់នារីមេម៉ាយនោះគ្រាន់តែនាងមកដល់ភ្លាមនារីមេម៉ាយនោះក៏បាននិយាយប្រាប់នាងទាំងសប្បាយចិត្តអូនចូលកាលពីថ្ងៃមិញនេះខ្ញុំត្រូវបានគេហៅទៅសួរចម្លើយតាក់ទងទៅនឹងគិលដងឥឡូវនេះខ្ញុំទទួលបានអង្គហើយត្រីសាច់យ៉ាងច្រើនជំនួយការវាំងគឺជាអ្នកផ្ញើមកណានារីមេម៉ាយនឹងរំភើបចិត្តខ្លាំងមែនតើរីឯអូនចូលវិញក៏បានសួរថាតើជំនួយការវាំងនឹងមានមុខមាត់យ៉ាងម៉េចដែរនារីមេម៉ាយក៏បានប្រាប់ថាមុខគេសឡើងដូចជាព្រិលអញ្ចឹងភ្នែកវិញឡើងក៏វងថ្លាឡើងដូចពេជ្រឆ្នៃគេគឺជាបរិសសង្ហាម្នាក់ដែលគ្មានពីណាគេនឹងមកបដូរជាមួយបានទេអូនចូលលើអញ្ចឹងក៏ងើយតែម្នាក់ឯងសង្ស័យតែអពៈមុននឹងទេដឹងហើយអូនចូលក៏សប្បាយចិត្តជាមួយនឹងនារីមេម៉ាយនឹងផងដែរហើយរឿងក៏បានកាត់មកនៅថ្ងៃស្អែកព្រឹកយើងក៏បានឃើញមន្ត្រីអ៊ីមនឹងគំរាមទៅកាន់មន្ត្រីដំរួនគាត់គឺមានផតតាំងទាំងសភៅតែម្ដងដែលបានបង្ហាញពីអំពើពុករលួយក៏ដូចជាអំពើខុសច្បាប់របស់មន្ត្រីដំរួនទង្វើខុសទាំងប៉ុន្មានហ្នឹងគឺមានកត់ត្រាទុកនៅក្នុងទីនេះទាំងអស់ដល់អញ្ចឹងតើមន្ត្រីដំរួនក៏សួរថាតើវាគឺជាការគំរាមតើមែនទេមន្ត្រីអ៊ីមក៏បានតបវិញយើងហៅវាថាគឺជាការចង់មិត្តភាពទៅព្រោះខ្ញុំគឺជាមនុស្សម្នាក់ដែលចង់ឲ្យលោករក្សាតំណែងរបស់លោកជាជាងនរណាគេទាំងអស់មន្ត្រីអ៊ីមនិយាយបែបនេះចង់បានន័យថាពួកគេរួមគ្នាប្រព្រឹត្តអំពើអាក្រក់មែនហើយរឿងក៏បានបង្វែរទៅកាន់ជេអ៊ីកូនប្រុសទី2របស់មន្ត្រីអ៊ីមម្នាក់វិញបានគេបានត្រឡប់មកកាន់ផ្ទះវិញ
ជាមួយនឹងលិខិតដែលបានបញ្ជាក់ថាគេបានប្រឡងចោតធ្វើជាមន្ត្រីហើយសំខាន់ណាស់គេប្រឡងចប់លេខ1ទៀតផង JA នេះបកកាយខ្លាំងមែនតើឯបងប្រុសរបស់ JA ក៏បានបញ្ជាក់អបអរសាទរឲ្យហើយនៅខណៈពេលនឹងផងដែរពួកគេទាំងពីរក៏បានឃើញអ្នកបំរើបានយកចំនួនពីផ្ទះរបស់អូនចូលហ្នឹងត្រឡប់មកកាន់ទីនេះវិញដល់អញ្ចឹងហើយបងប្រុសរបស់ JA ដែលមានឈ្មោះតែសឹងជេហ្នឹងមួមកក្តៅក្រហាយមែនតើហើយសឹងជេក៏និយាយថាអាតាកាចាស់ហ្នឹងចេញចរិតខ្ពស់ហួសមេឃមកម្ដងទៀតណាគេគឺជាខ្លាចាស់របស់ឪពុកយើងមែនតែយើងខ្ពើមកតាហ្នឹងណាចាំមើលតែកូនចុងរបស់វាឈានជើងចូលមកកាន់ផ្ទះរបស់ពួកយើងហើយយើងនឹងជន់ឈ្លីនាងឯណានៃតែម្ដងយើងក៏លឺទៀតថានាងបានឲ្យឪពុករបស់យើងលាក់ការពិតដែលនាងត្រូវមកធ្វើជាប្រពន្ធរបស់លោកតានាងចង់លាក់រឿងនឹងមិនឲ្យឪពុករបស់នាងបានដឹងឡើយចេអ៊ីអានេះវិញបានមកក៏អ្វីឡើយគេបានត្រឹមតែស្ដាប់តែប៉ុណ្ណោះឥឡូវយើងក៏លេចទៅមើលនៅឯមន្ទីរពេទ្យវិញយើងក៏ឃើញមានថ្នាំសង្កូវជាច្រើនហ្នឹងដឹកតង្កេះចូលមកកាន់ទីនេះអូនចូលឃើញអញ្ចឹងក៏សួរគ្នាហើយថ្នាំហ្នឹងបានមកពីណាមកគ្នាអូនចូលក៏ប្រាប់ថាខាងគ្រួសាររាជវង្សគឺជាអ្នកប្រទានឲ្យយើងឮថាគឺជាព្រះរាជបុត្រធំដែលមានព្រះនាមថាព្រះអង្គដូវលចំណែកឯស្រីពេទ្យឯទៀតក៏នាំគ្នានិយាយថាពេទ្យនៅវាំងបាននិយាយថាព្រះរាជបុត្រធំសង្ហាខ្លាំងណាហើយសាច់រឿងក៏បានកាត់ទៅព្រះរាជបុត្រតែម្ដងកាលពីយប់មិញគ្រាន់តែឮអូនចូលនិយាយថានៅពេលដែលនាងធ្វើការហ្នឹងមិនមានថ្នាំព្យាបាលគ្រប់គ្រាន់ឡើយស្រាប់តែថ្ងៃហ្នឹងព្រះអង្គក៏ដឹកថ្នាំតង្កេះទៅឲ្យអូនតែម្ដងឥឡូវនេះទៀតសោតព្រះអង្គក៏មានគំនិតចង់ទៅដល់កន្លែងអូនទៀតផងហើយសាច់រឿងក៏បានកាត់ទៅបង្ហាញពីហេរីមវិញម្ដងនាងបានចេញមកដើរផ្សារជាមួយនឹងអ្នកបម្រើរបស់នាងហើយពួកគេមកហ្នឹងគឺលួចមកទេដូច្នេះហើយពេលដែលពួកគេទាំងពីរបានឃើញពេទ្យស៊ីហ្នឹងធ្វើដំណើរកាត់នៅទីនេះម្នាក់ហ្នឹងនិយាយពីថាភ័យខ្លួនមែនតើអ្នកបម្រើឯនេះក៏រត់គេចមុនបាត់នាងគ្មានចេះចាំម្ចាស់អីសោះដូច្នេះហើយហេរីមនាងក៏ចេះតែរត់ដែរទៅហើយចង្រៃអីនាងកិច្ចណាស់គឺជួបណាំងចង់ហេរីមកិច្ចទៅផ្លូវណាក៏ដោយពេទ្យស៊ីណាក៏មកតាមផ្លូវហ្នឹងដែរហេរីមែនណានាងរត់ឡើងអស់ជើងបាត់ហើយចៃដន្យអីនាងក៏បានកលេចឃើញបរិយាបុត្រហ្នឹងជិះសេះកាត់នៅពីមុខរបស់នាងម្ល៉េះហើយនាងក៏បានដាច់ចិត្តសុំជំនួយតែម្ដងទៅតើតែធ្វើអញ្ចឹងហើយទើបនាងបានរួចខ្លួនហើយបរិយាបុត្រហ្នឹងក៏យល់ព្រមជួយមែនហេរីមកក៏ឡើងជិះសេះឲ្យឲ្យព្រះអង្គជាប់ពីក្រោយឡើងស្អាតនាងក៏ព្យាយាមបាំងមុខទៀតផងរីឯពេទ្យស៊ីណែវិញគាត់បានកលេចឃើញហេរីមដែរតើប៉ុន្តែគាត់ឃើញនាងត្រឹមតែពីក្រោយតែប៉ុណ្ណោះគាត់ក៏មិនបានស្គាល់ដែរថាម្នាក់ហ្នឹងគឺជាប្អូនស្រីរបស់គាត់អញ្ចឹងហើយគាត់ក៏និយាយថាមិនដឹងថាកូនស្រីពីណាគេទេចេះតែមកបារោគ្នាអញ្ចឹងតកើនមានពីណាគេទៀតប្អូនរបស់លោកម្ចាស់ហ្នឹងហើយលុះពេលដែលពួកគេទាំងពីរនាក់ហ្នឹងបានចេញផុតពីគ្នាហេរីម៉ានាងឡើងធូរទ្រង់ខ្សានាងក៏បានចុះពីសេះហើយនាងក៏បានអរគុណទៅកាន់ព្រះរាជបុត្ររីឯព្រះរាជបុត្រវិញមិនបានមកអ្វីឡើយព្រះអង្គក៏បន្តចេញសេះទៅអូនចូលទៀតបានរីឯហេរីមវិញឡើងអន់ចិត្តអន់ថ្លើមបារយព្រោះអីព្រះរាជបុត្រហ្នឹងមិនបានចាំមុខរបស់នាងមានតែនាងម្នាក់តែប៉ុណ្ណោះដែលនាងចាំមុខព្រះអង្គពួកគេទាំងពីរទៅជួបគ្នាថ្ងៃមុនសោះមិនសមណាព្រះអង្គហ្នឹងភ្លេចលឿនដល់ម្លឹងទេចំណែកឯព្រះរាជបុត្រវិញពេលដែលព្រះអង្គបានយាងមកដល់មន្ទីរពេទ្យព្រះអង្គក៏ស្រាប់តែឃើញអ្នកជំងឺស្រីម្នាក់ហ្នឹងដួលប្រកាញ់អូនចូលឯនោះវិញក៏ស្ទុះស្ទាមមកមើលអ្នកជំងឺយ៉ាងលឿនហើយនាងក៏បានតែគ្នារបស់នាងទៅហៅពេទ្យធំឲ្យលឿនមកនាងខ្លួនឯងវិញក៏ព្យាយាមជួយសម្រួលក៏ឲ្យអ្នកជំងឺហ្នឹងមានសភាពកាន់តែធ្ងន់ធ្ងរជាងនេះដល់អញ្ចឹងហើយព្រះរាជបុត្រក៏បានចូលមកជួយជាបន្ថែមព្រះអង្គក៏បានជួយចាប់ក៏ឲ្យអ្នកជំងឺហ្នឹងប្រកាច់ខ្លាំងពេកហើយព្រះភ័ក្ត្រព្រះអង្គវិញសម្លឹងមើលតែមុខរបស់អូនចូលតែប៉ុណ្ណោះមុខហ្នឹងគឺលងស្នេហ៍គេមកទំហឹងហ្មងណាហើយសាច់រឿងក៏បានកាត់មកពេលដែលពួកគេបានសង្គ្រោះអ្នកជំងឺនោះរួចអូនចូលនាងក៏បានចេញមករកព្រះរាជបុត្រដើម្បីទៅយកអាវក្រៅហ្នឹងសងទៅកាន់ព្រះអង្គវិញហើយបើសិនជាអាវហ្នឹងមានប្រឡាក់ឬមកកលហិចអីវិញចាំនាងជាអ្នកជួយចេញសងថ្លៃទៅចោប៉ុន្តែព្រះរាជបុត្រក៏មានបានទូលតបថាមិនចាំបាច់ទេនាងជួយតែចងខ្សែអាវឲ្យខ្ញុំមកហើយស្រាប់ពេលហ្នឹងដែរព្រះអង្គក៏បានឃើញដៃរបស់អូនចូលហ្នឹងមានរបួសម្ល៉េះហើយព្រះអង្គក៏បានដាក់ខ្សែអាវរបស់ព្រះអង្គចេញវិញព្រះអង្គក៏ថែមទាំងទាញបណ្ដាច់យកខ្សែមកខាងហ្នឹងមករុំរបួសតែឲ្យអូនចូលព្រះអង្គក៏មានបន្ទូលទៀតថាចាត់ទុកថាវាគឺជាការសងថ្លៃដែលនាងបានព្យាបាលរបួសឲ្យខ្ញុំកាលពីថ្ងៃមុនទៅចោខ្ញុំមិនចង់ចំពាក់ពីណាគេទេការពិតបារម្ភពីគេសោះហ្នឹងព្រះអង្គឯអូនចូលវិញក៏និយាយថាអញ្ចឹងក៏អញ្ចឹងពួកយើងរួចគ្នាឯណារួចមកព្រះអង្គក៏បានសួរឈ្មោះរបស់អូនចូលក៏ប្រាប់ទៅថានាងមានឈ្មោះថាហុងអូនចូលហើយអូនចូលក៏និយាយទៀតថាកណាត់ដែលយកមករុំរបួសឲ្យនាងមើលទៅគឺជាកណាត់ថ្លៃតែម្ដងអញ្ចឹងហើយចាំនាងយកទៅសងវិញពេលដែលរបួសរបស់នាងជាសះស្បើ
បោយបន្តមកទៀតបរិយាចបុត្រក៏ចាប់អារម្មណ៍ទៅនឹងសៀវភៅដែលអូនចូលកំពុងតែកាន់នេះអូនចូលក៏ប្រាប់ថាវាគឺជាសៀវភៅថ្នាំពេទ្យដែលបរិយាចបុត្រធំបានប្រទានមកហើយបរិយាចបុត្រធំនៅនឹងមុខនេះហើយតើហើយរឿងក៏បង្វែរមកកាន់មន្ត្រីតម្រួតឯនេះវិញបានគាត់ខំមន្ត្រីអ៊ីមពេកទៅជាបោកបោះរបស់នៅក្នុងផ្ទះខ្លួនឯងទៅវិញហើយគាត់ក៏បានបញ្ជាឲ្យកូនចៅនឹងទៅរករមើលពីចំណុចខ្សោយរបស់មន្ត្រីអ៊ីមនឹងឲ្យទាល់តែបានមកបន្តមកទៀតគាត់ក៏បានយកសៀវភៅដែលមានកត់ត្រារាល់អំពើអក្រិតកម្មរបស់គាត់នឹងយកមកដុតកំទេចចោលស្របពេលនឹងដែរពេលដែលគាត់បានឃើញមុខរបស់ប្រពន្ធគាត់ចូលមកកាន់ទីនេះមន្ត្រីតម្រួតនឹងក៏បានដើរចេញទៅវិញបានព្រោះតែគាត់មិនចង់និយាយអ្វីច្រើនទេរីឯប្រពន្ធមន្ត្រីតម្រួតវិញក៏បានប្រើឲ្យអ្នកបំរើនឹងសម្អាតបន្ទប់ឲ្យបានស្អាតអ្នកបំរើនោះដែរគឺជាស្ត្រីមេម៉ាយលុះដល់ពេលដែលនាងក៏លេចឃើញសៀវភៅដុតចោលប៉ុន្តែមិនទាន់ឆេះអីច្រើនណាស់ណាទេនាងក៏យកសៀវភៅនឹងមកប្រលត់វិញព្រោះតែនាងចង់ទុកប្រើប្រាស់នោះអីហើយសាច់រឿងក៏បានបកមកកាន់អូនចោវិញនាងចេះតែធ្វើការរបស់នាងអញ្ចឹងទៅរីឯបរិយាចបុត្រក៏បានរលែកថាព្រះអង្គមកទីនេះគឺដើម្បីតែព្រះអង្គចង់ដឹងថាថ្នាំដែលបរិយាចបុត្រធំបានប្រទានឲ្យនឹងបានមកដល់ស្រួលបួលឬអត់ការពិតចង់រលែកនៅក្បែរអូនចោឲ្យបានយូរសោះហើយព្រះអង្គក៏ថែមទាំងអួតទៀតផងព្រះអង្គអួតថាព្រះអង្គហើយនឹងបរិយាចបុត្រធំនឹងស្និទ្ធស្នាលគ្នាខ្លាំងយកតែមែនតែនហ្មងណាដល់អញ្ចឹងអូនចោនាងក៏សួរខ្ញុំលើគេនិយាយថាបរិយាចបុត្រសង្ហាខ្លាំងណាស់តើព្រះអង្គសង្ហាមែនអត់បរិយាចបុត្រក៏បានឆ្លើយជួយឲ្យខ្លួនឯងទៅចោព្រះអង្គមានបន្ទោលថាពាក្យចចាមអារាមនោះគឺត្រឹមត្រូវ 100% តែម្ដងហើយតើនាងមានលឺសពាក្យពេចន៍អ្វីផ្សេងទៀតដែរអត់អូនចោក៏ធ្វើការបណ្ដានិយាយបណ្ដាខ្ញុំលើគេថាមួយថ្ងៃព្រះអង្គចេញទៅដើរលេងតែពេញហ្នឹងហើយព្រះអង្គព្រាននារីសាហាវណាស់ដូរស្រីឲ្យរាល់ថ្ងៃហ្នឹងនៅទន្ទឹមពេលហ្នឹងយើងក៏ឃើញពេទ្យស៊ីហ្នឹងបានចូលមកមើលថ្នាំនៅទីនេះដែរលុះពេលដែលគាត់បានឃើញព្រះភ័ក្ត្ររបស់ព្រះរាជបុត្រហើយគាត់នៅចាំបានតើមុនហ្នឹងឃើញដឹកសេះដប់ស្រីម្ល៉េះហើយគាត់ក៏និយាយថាខ្ញុំមិនស្វាគមន៍ប្រុសអ្នកលេងដែលដើរតែញ៉ៃញងស្រីក្មេងៗទាំងថ្ងៃឡើយព្រះរាជបុត្រក៏ខំបកស្រាយប្រាប់វាគឺជាការយល់ច្រឡំទេខ្ញុំហើយនឹងនារីម្នាក់នោះគឺគ្មានទំនាក់ទំនងអ្វីជាមួយគ្នាឡើយទោះបីជាអញ្ចឹងក្តីពេទ្យស៊ីហ្នឹងក៏បានដាក់បំរាមគឺហាមមិនឲ្យព្រះរាជបុត្រហ្នឹងចេញចូលនៅទីនេះជាដាច់ខាតពេទ្យស៊ីណាហ៊ានណាហើយព្រះរាជបុត្រវិញក៏មិនបានទម្លាយការពិតដែរដែលថាព្រះអង្គហ្នឹងគឺជាព្រះរាជបុត្រធំនោះហើយរឿងក៏បានកាត់ទៅបង្ហាញពីព្រះរាជាវិញម្ដងព្រះអង្គកំពុងតែទទួលការព្យាបាលជំងឺស្បែកដែលមានអ្នកមនាងសំណប់ព្រះតីហ្នឹងនៅចាំមើលថែជាប់ហើយចុងក្រោយអ្នកមនាងក៏បានដុតធូបថ្វាយព្រះអង្គរួមទាំងមានបន្ទូលប្រាប់ថាក្លិនធូបហ្នឹងគឺមានប្រសិទ្ធភាពដូចជាថ្នាំអាបាត់ការឈឺចាំអញ្ចឹងរួចមកអ្នកមនាងក៏បានទុកឲ្យព្រះរាជាហ្នឹងនៅផ្ទុំរីឯនាងវិញក៏បានចេញទៅខាងក្រៅដំណាក់វិញបានមានអារម្មណ៍ថាផ្សែងធូបហ្នឹងដូចជាអត់សូវស្រួលអ្វីទេនេះហើយសាច់រឿងក៏បានបកមកកាន់អូនចោវិញពេលនេះនាងកំពុងតែដាំថ្នាំនៅផ្ទះរបស់មន្ត្រីតម្រួតនាងដាំទុកឲ្យប្រពន្ធរបស់មន្ត្រីតម្រួតនោះអីហើយពេលហ្នឹងដែរនារីមេម៉ាយហ្នឹងក៏បានកាន់អីវ៉ៃអាវ៉ាន់មួយចំនួនចូលមកកាន់ទីនេះនាងបានប្រាប់ថាម្ចាស់របស់នាងមុនហ្នឹងគឺខឹងខ្លាំងណាស់បោកបោះរបស់ឡើងពេញហ្នឹងអញ្ចឹងហើយរបស់ណាដែលនៅប្រើការកើតនាងក៏ចេះតែយកមកទុកប្រើប្រាស់អីអញ្ចឹងទៅដែលនៅក្នុងនោះដែរគឺមានសភៅមួយក្បាលស្ត្រីមេម៉ាយហ្នឹងក៏បានប្រាប់អូនចោថានាងទុកយកមកបង្កាត់ភ្លើងប៉ុន្តែអូនចោក៏ចាប់អារម្មណ៍ថាសភៅមួយក្បាលហ្នឹងមិនមែនជាសភៅធម្មតាឡើយដល់ពេលដែលនាងយកមកអានទើបនាងដឹងកាន់តែច្បាស់វាគឺសុទ្ធសឹងតែជាបទអូក្រិតរបស់មន្ត្រីតម្រួតទាំងអស់ហើយសាច់រឿងក៏បានកាត់មកនៅពេលយប់បានយើងក៏បានឃើញព្រះរាជបុត្រហើយនឹងអង្គរៈហ្នឹងយើងត្រឡប់ទៅកាន់រាជវាំងវិញហើយដែលស្របពេលហ្នឹងពួកគេក៏បានលើសូរសំឡេងបែកកន្លោបែកកែវមើលទៅដូចជាអត់សូវស្រួលទេអង្គរៈហ្នឹងក៏បានឲ្យព្រះអង្គនៅចាំគេនៅនឹងសិនហើយទុកឲ្យគេហ្នឹងជាអ្នកទៅមើលស្ថានភាពមុនហើយគ្រាន់តែអង្គរៈចេញផតគីលដងក៏បានបង្ហាញខ្លួនឡើងគីលដងនាងបានរៀបល្បែកដើម្បីតែឲ្យអង្គរៈហ្នឹងចេញផតទើបនាងបានជួបជំនុំព្រះអង្គតែពីរនាក់ហើយគីលដងមិនហ៊ាននិយាយអ្វីឡើយខ្លាចតែថាព្រះអង្គចាំសំឡេងរបស់នាងបាននាងក៏គ្រាន់តែបោះសភៅមកក្បាលកាយពីថ្ងៃមិញហ្នឹងតែឲ្យព្រះរាជបុត្រហើយរឿងក៏លេងថយក្រោយទៅកាយពីថ្ងៃមិញបន្តិចចុះគឺបន្ទាប់ពីអូនចោបានអានដឹងនៃសេចក្តីនៅក្នុងសភៅនោះហើយនាងក៏គិតតែម្នាក់ឯងថាបើសិនជានាងរាយការណ៍រឿងទាំងអស់នេះតើនាងអាចគ្រប់គ្រងផលវិបាកបានដែរទេអ្នករាល់គ្នាដែលស្គាល់នាងនឹងអាចស្ថិតនៅក្នុងគ្រោះថ្នាក់គិតចុះគិតឡើងទៅនាងក៏បាននៅទៅដល់ព្រះរាជបុត្រដូច្នេះហើយនាងក៏បានសុំសភៅមកក្បាលហ្នឹងពីនារីមេម៉ាយនោះបែបនេះឯងបានជានាពេលបច្ចុប្បន្នហ្នឹងនាងក៏មានសភៅមកក្បាលហ្នឹងតែឲ្យព្រះរាជបុត្រប៉ុន្តែព្រះរាជបុត្រមិនបានចង់ខ្វល់ជួយដោះស្រាយអ្វីឡើយព្រះអង្គគឺមិនចង់ធ្វើអ្វីទាំងអស់ព្រះអង្គក៏ថែមទាំងមានបន្ទូលទៀតថានាងកុំយល់ច្រឡំជាមួយនឹងសន្តានចិត្តល្អរបស់ខ្ញុំអីកុំច្រឡំថាខ្ញុំចង់រកយុត្តិធម៌អីនោះ
ចាប់មន្ត្រីពុករលួយម្នាក់មិនអាចផ្លាស់ប្ដូរចូលសិននេះបានទេទៅតែមានបន្ទូលបានប៉ុណ្ណឹងអង្គរៈរបស់ព្រះអង្គក៏ត្រឡប់មកវិញបានរីឯគៀលដងវិញក៏បានរត់គេចខ្លួនបាត់ទៅហើយអង្គរៈរបស់ព្រះអង្គក៏បានឃើញមានណូតមួយហ្នឹងនៅលើដីគេក៏បានរើសយកមកមើលដែលនៅក្នុងណូតនោះគៀលដងបានសរសេរថាខ្ញុំអរគុណដែលលោកបានជួយខ្ញុំកាលពីលើកមុនហើយសៀវភៅដែលខ្ញុំបានឲ្យលោកនេះដែរគឺខ្ញុំមានតែចៃដន្យដូច្នេះហើយខ្ញុំក៏ប្រគល់ឲ្យលោកតែម្ដងទៅជាជាងចៅធម្មតាដូចជាខ្ញុំម្នាក់ខ្ញុំជឿថាវានឹងល្អបើសិនជាសៀវភៅនេះស្ថិតនៅក្នុងដៃជំនួយការវាំងដូចជាលោកបរិយាចបទឯណេះថាមិនចង់ជួយទេប៉ុន្តែបន្ទាប់ពីបានអានណូតនឹងហើយចុងក្រោយទៅព្រះអង្គក៏រើសយកសៀវភៅនោះមកវិញដែរហើយព្រះអង្គក៏ថែមទាំងមានបំណងចង់ចូលគាល់ព្រះរាជាទៀតផងដូចនេះហើយថ្ងៃបន្ទាប់ទៀតបានចូលមកដល់បរិយាចបទគឺពិតជាចូលគាល់ព្រះរាជាមែនព្រះអង្គទាំងពីរគឺជាបងប្អូននឹងគ្នាមែនហើយព្រះអង្គក៏រស់នៅក្នុងវាំងដូចគ្នាទៀតប៉ុន្តែព្រះអង្គទាំងទ្វេខានជួបមុខគ្នារៀងយូរឆ្នាំដែរហើយបន្ទាប់មកបរិយាចបទក៏បានប្រកល់សៀវភៅបទអូក្រិតរបស់មន្ត្រីដំរួតថ្វាយទៅកាន់ព្រះរាជាព្រះអង្គចម្លងសៀវភៅនឹងបានយ៉ាងស្អាតហើយព្រះអង្គក៏មានបន្ទូលថាពេលដែលទូបង្គំនៅឯប៉ុស្តិ៍នគរបាលនោះចៃដន្យអីសៀវភៅមួយក្បាលហ្នឹងក៏បានធ្លាក់ចូលមកក្នុងដៃរបស់ទូបង្គំក៏បានផ្ទៀងផ្ទាត់អំពើខុសទាំងអស់នោះជាមួយនឹងជំនួយការវាំងរួចហើយដែរហើយបរិយាចបទមិនចង់ធ្វើញ៉ាត់អីញ៉ៃញ៉ៃឡើយព្រះអង្គខ្លាចតែថារឿងមួយហ្នឹងវាសោះសាយជាសាធារណៈព្រះអង្គក៏ចង់ឲ្យព្រះរាជាចាត់ចែងដាក់ទោសមន្ត្រីដំរួតហ្នឹងដែលផ្ទាល់តែម្ដងអញ្ចឹងទៅព្រះរាជាក៏សួរថាចុះបើសិនជាយើងមិនធ្វើតាមបំណងប្រាថ្នារបស់ឯងបរិយាចបទក៏បានតបវិញទូបង្គំមិនមានគោលបំណងអ្វីទេទូបង្គំគឺមិនគួរណាមានគោលបំណងអ្វីតែម្ដងយ៉ាងណាក៏ដោយព្រះរាជាក៏សួរតទៀតតើឯងមានគោលបំណងអ្វីឲ្យពិតប្រាកដបរិយាចបទក៏បានទូលថាទូបង្គំមិនចង់អាម៉ាស់មកដោយសារតែអ្នកដែលមានជីវិតទន់ទាបធម្មតាឡើយព្រះអង្គមានបន្ទូលហ្នឹងគឺចង់បានន័យថាអញ្ចាគិលដងគឺត្រឹមតែជាចៅធម្មតាម្នាក់ប៉ុន្តែគេឡើងខ្វល់ខ្វាយពីរឿងយុត្តិធម៌នៅក្នុងសង្គមដល់ពេលព្រះអង្គវិញឡើងខ្សែរាជវង្សហើយមានឋានៈគឺជាព្រះរាជបុត្រធំទៀតព្រះអង្គធ្វើជាមិនដឹងមិនឮពីរឿងអយុត្តិធម៌បានយ៉ាងម៉េចអញ្ចឹងឯងបានជាព្រះអង្គសម្រាប់ចិត្តយកសភៅមកក្បាលហ្នឹងមកថ្វាយព្រះរាជានោះហើយសាច់រឿងក៏បានបង្វែរមកបង្ហាញពីអូនចូលវិញម្ដងពេលនេះនាងត្រូវបានអ្នកស្រុកអ្នកភូមិហៅឲ្យមកជួយអានសេចក្តីប្រកាសឲ្យស្ដាប់បន្តិចព្រោះតែពួកគេមិនចេះអានអក្សរឡើយហើយសេចក្តីប្រកាសនោះដែរគឺជាការដកហូតតំណែងហើយនឹងទ្រព្យសម្បត្តិរបស់មន្ត្រីដំរួតកំហុសរបស់មន្ត្រីដំរួតគឺមានច្រើនមែនតើមានតាំងពីគាត់នឹងធ្វើបាបអ្នកក្រីក្រសម្លាប់អ្នកបម្រើគាត់ក៏រឹបអូសយកដីធ្លីតាមរយៈកម្ចីការប្រាក់បែបចក្រតែម្ដងនៅមានកំហុសជាច្រើនទៀតហើយពេលនេះផងដែរដីធ្លីទាំងប៉ុន្មានដែលត្រូវបានមន្ត្រីដំរួតរឹបអូសគឺត្រូវបានប្រកល់ទៅឲ្យម្ចាស់ដើមវិញទាំងអស់ហើយមន្ត្រីដំរួតហ្នឹងក៏ត្រូវបាននិរទេសចេញពីភូមិស្រុកតាមផ្លូវច្បាប់អ្នកស្រុកភូមិបានលើបែបនេះហើយពួកគេក៏ទះដៃហូរសបាយត្រីអស់ពេលក្រៃកន្លងតាប៉ប៉ាន់ណាស់កំចាត់មន្ត្រីពុកអលួយបានម្នាក់ឯងរីឯអូនចូលវិញនាងក៏សប្បាយចិត្តដូចគ្នាដែរនាងខំតែស្មានថាបរិយាចបទហ្នឹងមិនជួយនាងឯងតើប៉ុន្តែទីបំផុតទៅនៅតែជួយដដែលសោះនៅពេលជាមួយគ្នានឹងផងដែរយើងក៏ឃើញនេនតូចមួយអង្គហ្នឹងតាមមើលអូនចូលទាំងញញឹមហើយរឿងក៏បានបែរមកកាន់មន្ត្រីដំរួតតែម្ដងពេលនេះគាត់ជាប់ឃុំឃាំងហើយមន្ត្រីអ៊ីមក៏បានចូលមកសួរគាត់ដល់ទីឃុំឃាំងតែម្ដងគាត់បានសួរថាតើដូចម្ដេចបានជាសភៅមួយក្បាលនោះធ្លាក់ចូលទៅក្នុងកណ្ដាប់ដៃរបស់ព្រះរាជបុត្រធំមន្ត្រីដំរួតក៏បែរជានិយាយវិញថាមន្ត្រីអ៊ីមហ្នឹងចាក់គាត់ពីក្រៅខ្នងពួកគេទាំងពីរគឺបន្ទោគ្នាទៅមកហ្មងណាដូច្នេះហើយបន្ទាប់ពីហ្នឹងមកមន្ត្រីអ៊ីមហ្នឹងគាត់ក៏រៀងគិតគាត់បានគិតថាព្រះរាជបុត្រធំបែបជាមិនបានដឹងទេថាសៀវភៅច្បាប់ដើមហ្នឹងគឺជារបស់គាត់ព្រោះអីបើសិនជាព្រះរាជបុត្របានដឹងមែនព្រះអង្គមិនមែនកំចាត់តែមន្ត្រីដំរួតហ្នឹងឡើយយ៉ាងណាក៏ដោយចុះមន្ត្រីអ៊ីមក៏បានឲ្យសឹងជែហ្នឹងបញ្ជូនមនុស្សទៅឃ្លាំមើលព្រះរាជបុត្រធំសើបមើលទៅមើលថាតើព្រះរាជបុត្រជួបពីណាគេខ្លះហើយព្រះអង្គហ្នឹងចេញទៅណាខ្លះរឿងក៏ឆ្លៀតកាត់មកបង្ហាញពីផ្ទះអ្នកភូមិម្នាក់ពួកគេកំពុងតែជួបលៀងយ៉ាងសប្បាយពួកគេអបអរសាទរដែលមន្ត្រីដំរួតហ្នឹងត្រូវបានព្រះរាជាដកតំណែងហើយពួកគេក៏ដូចជាអបអរសាទរឲ្យខ្លួនឯងផងដែរដែលពួកគេលែងមានម្ចាស់ដែលមានចរិតខុសខើមកធ្វើបាបពួកគេជាបន្តទៀតឥឡូវយើងក៏លេចមកមើលព្រះរាជបុត្រវិញព្រះអង្គបានឲ្យកងសន្តិសុខហ្នឹងតាមដានគីលដងឡើងវិញព្រះអង្គចង់ដឹងណាថាតើគីលដងមានខ្នងមានខ្សែឬមួយក៏យ៉ាងណាហេតុអីក៏សភៅអក្រិតកម្មនោះនៅស្រុកហ្នឹងក៏ធ្លាក់ចូលទៅក្នុងដៃរបស់គេអញ្ចឹងឬមួយក៏គីលដងហ្នឹងមានសភៅហ្នឹងដែលចៃដន្យមែនមិនត្រឹមតែប៉ុណ្្នឹងទេព្រះតីរបស់ព្រះរាជបុត្រឥឡូវហ្នឹងគឺចង់ស្គាល់មុខរបស់ចៅគីលដងហ្នឹងតែម្ដងហើយសាច់រឿងក៏បានកាត់ទៅកាន់អូនជោនាងទៅតែចេញមកពីបំរើឪពុករបស់មន្ត្រីអ៊ីមហើយនាងក៏បានឃើញជេអ៊ីហ្នឹងដើរមករកនាងដោយជេអ៊ីបានមកប្រាប់ឲ្យអូនជោហ្នឹងបដិសេធការរៀបការហ្នឹងទៅ
អូនចូលក៏បានសួររមូលហេតុចេអ៊ីក៏ប្រាប់ថាខ្ញុំពិបាកទ្រាំណាស់ដែលមានអមនុស្សដូចជានាងមករស់នៅហើយនឹងដើរហើរនៅក្នុងទីលំនៅឋានរបស់ខ្ញុំនៅក្នុងចូលសិននេះកូនចុងគឺគ្មានសិទ្ធទេខណៈដែលនាងឈានជើងចូលមកកាន់ផ្ទះនេះវានឹងអាក្រក់គុណនឹង10នាងចាំទេបងប្រុសរបស់ខ្ញុំមានកំហឹងអាក្រក់ខូខើជាងពីណាគេទាំងអស់អូនចូលនាងក៏បានសួរថាតើនេះគឺជាការប្រមានតើមែនទេចេអ៊ីក៏និយាយប្រាប់ថាវាគឺជាសប្បុរសធម៌មនុស្សយើងពេលខ្លះក៏ត្រូវសម្ដែងធ្វើជាចិត្តល្អដែរការពិតទៅនឹងចេអ៊ីគេខ្លាចសោះខ្លាចតែថាបងប្រុសរបស់គេនឹងធ្វើបាបអូនចូលហើយពេលនេះដែរចេអ៊ីនឹងក៏ថែមទាំងប្រាប់ទៀតថាឪពុករបស់អូនចូលនឹងបានយកចំនួនត្រឡប់មកវិញអស់ហើយអូនចូលលឺអញ្ចឹងភ្លាមក៏បញ្ញាប់រត់ចេញទៅកាន់ផ្ទះនាងចង់ទៅសួរនាំឪពុកប៉ុន្តែម្ដាយនាងក៏បានហាមឃាត់អូនចូលពិតជាមិនយល់ពីឪពុករបស់នាងទេនេះរបស់គេឲ្យសង្ឃក៏យកមកប្រើប្រាស់មកទាំងអស់នឹងគឺអាចធ្វើជីវភាពគ្រួសាររបស់ពួកគេនឹងបានប្រសើរដែរតើម្ដាយនឹងក៏បាននិយាយប្រាប់កូនទៅគឺបំណងរបស់ឪពុកអូនចូលមិនមែនចង់លក់កូនស្រីរបស់គាត់ឯណាគាត់មិនចង់យកកូនស្រីរបស់គាត់នឹងមកប្រើប្រាស់ដើម្បីតែអាចឲ្យគាត់នឹងបានទ្រព្យឬមួយក៏គាត់នឹងមានអំណាចអ្វីឡើយដល់អញ្ចឹងហើយម្ដាយក៏បានឲ្យកូនស្រីនឹងស្ងាត់មកទៅនាងមិនចាំបាច់ទៅនិយាយយកឆ្នះយកចាញ់អីជាមួយនឹងឪពុកឡើយហើយសាច់រឿងក៏បានកាត់មកនៅពេលយប់យើងក៏បានឃើញបរិយាបទនឹងបានយាងមករកអូនចូលដល់មន្ទីរពេទ្យព្រោះតែព្រះអង្គបានដឹងថាអូនចូលនឹងនៅដល់យប់ណាប៉ុន្តែយប់នេះដែរព្រះអង្គបានជាមិនបានឃើញនាងទៅវិញយ៉ាងណាក៏ព្រះអង្គនៅតែតាមរកអញ្ចឹងហើយរកចូលរកឡើងបានបន្តិចព្រះអង្គក៏បែរជាឃើញអូនចូលនឹងនៅលើដំបូលពេទ្យទៅវិញអូនចូលបកាយរកកន្លែងអង្គុយរបស់គេបែបនេះហើយបរិយាបទក៏បានឡើងមកតាមដែរពួកគេទាំងពីរក៏នៅអង្គុយនិយាយគ្នានៅលើដំបូលនឹងតែម្ដងទៅមានអីអង្គុយអញ្ចឹងទៅមកបែបដែរតើបរិយាបទក៏មានបន្ទូលគឺព្រះអង្គមិនចូលចិត្តពេលយប់ទេព្រោះអីវាអាងឹតហើយវាដូចជាគ្មានរឿងអ្វីកើតឡើងអញ្ចឹងប៉ុន្តែអូនចូលវិញនាងបែរជាចូលចិត្តពេលយប់ព្រោះអីវាស្ងប់ស្ងាត់ល្អហើយក្តីបារម្ភរបស់នាងវាហាក់ដូចជារួញតូចទៅតាមអ្វីដែលនាងបានសម្លឹងឃើញនឹងអញ្ចឹងពួកគេទាំងពីរបាននិយាយគ្នារំសាយអារម្មណ៍អញ្ចឹងទៅមានអីរៀងធូរស្រាលខ្លះមកវិញដែរតើហើយតើតែបានមួយសន្ទុះមកទៀតទៅពួកគេទាំងពីរនាក់ហ្នឹងចុះចណ្ដាលមកខាងក្រោមវិញហើយអូនចូលក៏បានហៅឲ្យព្រះអង្គហ្នឹងទៅដូរខ្សែរំរបស់ដៃចាញ់នៅស្របពេលហ្នឹងផងដែរយើងក៏ឃើញចេអ៊ីហើយនឹងបងប្រុសរបស់អូនចូលហ្នឹងចេញមកពីផឹកស៊ីជាមួយគ្នាពួកគេទាំងពីរហ្នឹងក៏បានដើរកាត់ពីមុខពេទ្យហើយពួកគេក៏មានបំណងចង់ចូលត្រូវអូនចូលតែម្ដងបើយើងងាកទៅមើលអ្នកនៅខាងក្នុងពេទ្យវិញបរិយាបទហ្នឹងលៀងលបួសហើយល្មមហើយបរិយាបទក៏ស្រាប់តែសួរទៅកាន់អូនចូលត្រង់ថាតើនាងមានមនុស្សប្រុសដែលនាងស្រឡាញ់ទេគិតទៅមានក៏មានចុះមិនមែនជារឿងរបស់ខ្ញុំឡើយតើថ្ងៃស្អែកនេះនាងមានពេលទំនេរដែរអត់អូនចូលនាងក៏សួរទៅថាតើព្រះអង្គហ្នឹងចង់ធ្វើអ្វីបរិយាបទក៏បានប្រាប់ថាខ្ញុំកំពុងតែព្យាយាមចាប់យកបេះដូងរបស់នាងមានបន្ទូលអញ្ចឹងហើយព្រះអង្គឲ្យខ្ញុំឡើងស្រឲ្យខ្ញុំនេះឆក់យកបេះដូងរបស់អ្នកមើលមុនបានរីឯអូនចូលវិញនាងឡើងតាក់ទើនៅក្នុងចិត្តព្រោះអីនាងចិត្តរៀបការឯហ្នឹងតើនាងតែមានសង្សារអីញ៉ៃញ៉ៃមិននឹងកើតនៅស្របពេលហ្នឹងទៀតសោតចេអ៊ីហ្នឹងក៏បានបើកទ្វារចូលមកល្មមដល់ពេលដែលគេបានឃើញអូនចូលហ្នឹងនៅជាមួយប្រុសសង្ហាតែពីរនាក់ចេអ៊ីក៏និយាយថាយប់ណាយប់ណីទៅហើយមនុស្សស្រីហើយនិងមនុស្សប្រុសនៅជាមួយគ្នាតែពីរនាក់ម្នាក់ប្រុសហ្នឹងគឺជាពីណាគេបរិយាបទក៏បានសួរបកវិញលោកគួរណាតែណែនាំខ្លួនរបស់លោកជាមុនសិនអូនចូលឯណេះមិនចង់ឲ្យមានចំនួនឡើយនាងក៏បានដើរទៅនិយាយជាមួយនឹងចេអ៊ីនាងសួរគេថាតើមានរឿងអ្វីចេអ៊ីក៏និយាយវិញទាំងមុខមាំនាងភ័យខ្ញុំបែបជាបានឃើញអ្វីដែលមិនគួរឃើញហីរួចមកគេក៏និយាយខ្សឹបវាដូចជាការណាត់ជួបគ្នាជាសម្ងាត់ហើយក៏មានអ្នកជ្រៀតជ្រែងហ្នឹងបង្ហាញវត្តមានចំពេលល្អតែម្ដងម្នាក់ប្រុសនោះមានបានដឹងអត់ទេដែលថានាងនឹងរៀបការជាមួយនឹងតាចាស់អាយុ70ឆ្នាំវានឹងកាន់តែអស់សំណោចពេលដែលម្នាក់ប្រុសនោះបានដឹងបន្ទាប់ពីនឹងមកចេអ៊ីហ្នឹងក៏បានចាប់គៀកស្មាអូនចូលតែម្ដងរួមទាំងបាននិយាយថានាងប្រាប់គេទៅថាខ្ញុំគឺជានរណាគេឲ្យពិតប្រាកដស្នេហាត្រីកោណចាប់ផ្ដើមមិនតាមមែនទេតែថាអូនចូលចិត្តរៀបការជាមួយនឹងតាចាស់ហើយហ្នឹងបើអញ្ចឹងមានតែស្នេហាចតកោណកែងមែនអត់ភាគទី3នេះក៏បានស្លេះបានអែដមានអរគុណច្រើនណាសម្រាប់ការតាមដានទស្សនារបស់អ្នកទាំងអស់គ្នាហើយរងចាំជួបជាមួយអ្នកមីថៃនេះម្ដងទៀតនៅវីដេអូក្រោយខាន់សាមីដាអញ្ញង